ស្រណោះដីខ្មែរស្រងស្រែចំការយំខែភ្លឺថ្លាមហាសបាយធ្វើបុណ្យណាដាំងទៀនក្រមានទាំងឡាយរួមរងសបាយស្រីខ្លាំងណាស់ជាតំណាងសមាគមត្រួតត្រងព្រះពុទ្ធសាសនាដែលមានលោកជឹមតុងបេងអ្នកស្រីជាតិបច្ចជាប្រធានក៏បានមកដល់ផ្ទះលោកយាយដែលមានការពិបាកមែនតែនគាត់រាល់ថ្ងៃនេះរស់នៅ3អ្នកចៅដែលម្ដាយគេយកមកទម្លាក់ឲ្យហ្នឹងនេះហើយនេះផ្ទះគាត់នេះគឺផ្ទះគាត់នេះមានអញ្ចឹងសង្កសីដំបូលសង្កសីអាចរស់នៅបានតែជីវភាពគឺមិនមានអីតអត់សោះរាល់ថ្ងៃរស់ស៊ីទទួលទានធ្វើអីដែរអ៊ំខ្ញុំដើរបេះទឹកបាដើរបេះទឹកបាម្រះព្រៅតគួនយកលក់អីទៅហើយចុះបើដល់ខែប្រាំងបេះអីវិញលេងចានោះមានលហុងមានអីចឹងឯណាហើយតើអាលហុងអាស្អីហ្នឹងអាចលក់ទៅចិញ្ចឹមកាពះមួយឆ្នាំទៅមួយឆ្នាំរស់ទេអត់បានតាមបានមួយពេលហើយដល់ពេលឥឡូវថ្ងៃនេះសមាគមត្រួតត្រងពុទ្ធសាសនាគឺបានយកអំណោយមកជូនអ៊ំមានអង្គមួយការុងនិងទឹកស៊ីអ៊ីវមួយយួរបាទមួយយួរហ្នឹងគាត់ពីល្ងាចមិញហ្នឹងដោយសារមេឃរលឹមភ្លៀងហ្នឹងខ្ញុំមិនបានយកអំណោយនេះមកទុកហើយមិនបានមកតែមកយប់បងប្អូនហើយគាត់ភាសាទឹកស៊ីអ៊ីវអស់2ដបនេះនៅសល់តែ4ដបទេមកយប់ភាសាអស់2ដបអញ្ចឹងបងប្អូនទាំងអស់ដែលជាម្ចាស់អំណោយគឺមានទឹកចិត្តសប្បាយរីករាយថាយកមកនេះពិតជាគេហូបមែនណាហើយទឹកស៊ីនោះឆ្ងាញ់ទេបងឆ្ងាញ់អស់2ដបមកយប់កូនម្ដងខ្ញុំម្ដងបាទហើយសូមជូនពរដល់ម្ចាស់អំណោយឲ្យត្រេកឲ្យបានមានទឹកចិត្តត្រេកឲ្យដោយថាទៅណាមកណាបានសនុកសុខសប្បាយព្រោះថាដោយយើងបានធ្វើទៀននេះបងប្អូនឃើញគឺថាទៀននេះដាក់មកហូបផ្លែតហ្មងហើយលឺសូថាយប់មិញហ្នឹងបាអង្គហ្នឹងដើម្បីហូបផងចាមិនតក់ខ្ញុំគ្រាន់តែយកមកផ្ញើទុកដើម្បីព្រឹកឡើងខ្ញុំមកចែកយកមកទុកពីល្ងាចមិនអញ្ចឹងហើយដោយសារអត់ពេកហ្នឹងគឺបាអង្គហ្នឹងដើម្បីហូបមកពេលរួចស្រេចទៅហើយទឹកស៊ីអស់2ដបទៅហើយនេះបានេះបានេះស្នាមហែកអង្គនេះយកដាំបាយភាសាម្ដងហើយក្នុងនោះបងប្អូនពុទ្ធបរិស័ទដែលជាម្ចាស់អំណោយគឺមានឈ្មោះដូចតទៅនេះញឹមចម្រើននឹងភរិយាយីគុន្ធាព្រមទាំងកូនចៅជួយអ្នកក្រីក្រ$50សុភាសុតនិងភរិយាជួយអ្នកក្រីក្រ$20សានសែមព្រមទាំងកូននិងចៅ$100លោកស៊ីងឡែអ្នកស្រីអិនម៉ាលីសព្រមទាំងកូនចៅ$30រ៉ែមធុចជួយជូនក្រីក្រ$30បងប្អូនឃើញហើយនេះជាម្ចាស់អំណោយហើយក្នុងនោះខ្ញុំបានចែករំលែកអំណោយនឹងក្នុងមួយគ្រួសារបានលើទឹកស៊ីអ៊ីវមួយយួរនិងអង្គមួយការុងហើយចុះកន្លងមកដែលធ្លាប់ទទួលពីកន្លែងផ្សេងដែលបានអង្គច្រើនអញ្ចឹងទេអត់ទេហ៎បានតិចទេចាបាន25គីឡូហើយទើបតែសមាគមត្រួតត្រងពុទ្ធសាសនាបានច្រើនហ្មងបាទច្រើនអរគុណណាស់បាទសប្បាយចិត្តទេដែលបានអំណោយច្រើនដល់ម្លឹងសប្បាយណាអីហូបសោះបាទអញ្ចឹងសូមអ៊ំជូនពរដល់ម្ចាស់អំណោយនៅសហរដ្ឋអាមេរិកដែលគាត់ខំជូនជាលុយម្នាក់តិចមកសម្រាប់ឲ្យខ្ញុំធ្វើអំណោយណាអ៊ំណាគុណដល់បងប្អូននៅសហរដ្ឋអាមេរិកខ្ញុំអរណាស់បានបងជួយជាអំណោយអង្គទឹកស្អ៊ីវប្រអីខ្ញុំខ្វះខាតអត់ប្តីងាប់27ឆ្នាំហើយចុះមានថ្ងៃដាច់ហើយកន្លងមកមានថ្ងៃណាដាច់ពេលទេមានតើបងមានទៅដាក់ខ្ចីគេពេញតំណឹងទៅហើយខ្ចីគេបានអីសងគេអាធម្មតាអ្នកខ្ចីគេមិនដែលអន់ទេបើកាលណាមានសងអត់ហើយសងសូមអរគុណដល់ចាស់ណោយខ្ញុំសូមអាយុវែងតាណាសុខសប្បាយជួបគុណពុទ្ធសោថងព្រះអង្គជួយថែរក្សាកូនហើយចិត្តកន្លែងនេះថាភូមិអីបងនេះតតុក2ភូមិតាតុក2កន្លែងនេះថាភូមិតាតុក2ឃុំមោងស្រុកមោងឫស្សីខេត្តបាត់ដំបងបាទអរគុណច្រើន